ពេលផ្ទះយើងមានកម្មវិធីមួយជុំជុំគ្រួសារបងប្អូនធ្វើខបប្រពេទៅស្រួលធ្វើឲ្យឆ្ងាញ់ទៀតខ្ញុំហ្នឹងឯងលើកដំបូងធ្វើប៉ុន្តែធ្វើចេញមកបានសម្រេចឲ្យមកផ្ទះខ្ញុំញ៉ាំនំប៉័ងអត់10ដើមម្ដងខ្លួនណាយើងសំយើងមានគល់លក្រៃខ្ទឹមក្រហមខ្ទឹមសរំដេងជាមួយនឹងស្លឹកក្រូចសើចសាច់ប្រពេ2គីឡូជាមួយនឹងក្រត់2ចាថាវ2ផ្សិតផ្លូវមាត់3ជាមួយនឹងផ្សិតខ្មៅ1ខាំហើយជាមួយនឹងផ្កាចាន់នឹងឈើអែមដំបូងខ្ញុំលីងស្ករឲ្យចេញពណ៌ស្អាតសិនខ្ញុំប្រើស្ករត្នោតទៅបងប្អូនអត់ផ្អែមខាស់ដូចស្ករសចេញពណ៌ស្អាតទៀតឲ្យពណ៌ចេញស្អាតហើយយើងដាក់គ្រឿងក្រៅចូលឆាលីងឲ្យឈ្ងុយខ្ញុំដាក់បន្ថែមជាមួយនឹងខ្ទឹមជ្រាំមួយស្លាបព្រាឲ្យឈ្ងុយពេលគ្រឿងយើងឈ្ងុយហើយចាំដាក់សាច់ពពាចូលបាច់ប្រឡាក់ម៉ូនឲ្យបងប្អូនឆាអញ្ចឹងក៏ចូលជាតិល្អមកខ្ញុំប្រើជាមួយនឹងទឹកស្អ៊ីវខាប់ទឹកស្អ៊ីវនឹងមានពណ៌បងប្អូនខ្នុរប្រហែល2-3ស្លាបព្រាទៅហើយជាមួយនឹងស្ករ2ស្លាបព្រាដាក់អំបិលកន្លះស្លាបព្រាជាមួយនឹងទឹកថៃនិយាយទៅខ្ញុំឆាយ៉ាងយូរដែរបងប្អូនបាច់ដាក់ទឹកទេដាក់ជាមួយនឹងភ្លើងយ៉ាងខ្លាំងតិចបងប្អូនឆាប្រហែល15នាទីអីគឺបានហើយពេលហ្នឹងគឺមានសាតេទៀតបងប្អូនប៉ុន្តែខ្ញុំភ្លេចដាក់ចូលបាទខ្ញុំដាក់ចូលក្រោយគេបងប្អូនដាក់សាតេកន្លះកញ្ចប់ទៀតទៅពេលឆាហើយខ្ញុំដាក់ទឹកចូលមួយងាស់សាច់ប្រហែលកន្លះម៉ោងសិនណាមួយងាស់បានកន្លះម៉ោងហើយខ្ញុំដាក់ការ៉ុតឆាថាវចូលហើយខ្ញុំដាក់ទឹកបន្ថែមទៀតបានដាក់គ្រឿងខ្ញុំដាក់ទឹកត្រីស្ករខ្នុរបើទឹកហ្នឹងបានប្រើទឹកដូងទៀតយើងកាត់បន្ថយស្ករក៏ឆ្ងាញ់ដែរហើយបងប្អូនណាមួយងាស់ថែមកន្លះម៉ោងទៀតចាំយើងដាក់ផ្សិតចូលហើយចំពោះខនេះគឺផ្សិតផ្លូវមាន់ឆ្ងាញ់ណាស់បងប្អូនអើយហើយពេលដែលដាក់ផ្សិតដាក់អីចូលហើយបងប្អូនដាក់កណ្ដៅតិចយើងមកងាស់ថែមប្រហែល1ម៉ោងជាងអីទៀតទៅបន្ទាប់មកខ្ញុំលាយម្សៅឆាជាមួយនឹងទឹកសាតែខ្ញុំមកជួយហូបខាប់ដូចខគោអញ្ចឹងណាខ្ញុំលាយម្សៅប្រហែល4ស្លាបព្រាជាមួយនឹងទឹកទៅហើយយើងខូនខាប់មកល្មមអញ្ចឹងគឺបានហើយនេះខ្ញុំកដៅនំប៉័ងវិញណាបងប្អូនឲ្យស្រួយឆ្ងាញ់ណាសម្រាប់រសជាតិរបស់ខប្រពេនេះគឺស្តៀងខគោអញ្ចឹងពេលដែលបងប្អូនដាក់គ្រឿងបងប្អូនចង់ដឹងឲ្យច្បាស់យើងជ្រលក់នំប៉័ងសិនទៅថាមកល្មមនៅសម្រាប់ខប្រពេបងប្អូនដាក់រៀងផ្អែមបន្តិចទៅឆ្ងាញ់ជាងតែអត់ផ្អែមខ្លាំងទេណាផ្អែមល្មមបានហើយពេលដែលខ្ញុំបង្ងាស់យូរអញ្ចឹងបងប្អូនសាច់នឹងគឺចូលជាតិឆ្ងាញ់ហ្មងចង់និយាយថាជ្រលក់ទឹកក៏ឆ្ងាញ់ហើយញ៉ាំសាច់ក៏ជាតិដែរហើយនិយាយពីសាច់យកឲ្យឡងផុយហ្មងតែការ៉ុតអីអត់ខ្ទេចទេណាបងប្អូនតែមកមុខហ្នឹងគឺបងថ្លៃខ្ញុំគាត់ទៅញ៉ាំការឃើញគេដាក់តុកការតំណងពេលក៏បងប្អូនក៏ហាខ្ញុំសាកធ្វើតែញ៉ាំហើយបណ្ដងបងប្អូនខប្រពេគឺឆ្ងាញ់ជាងខគោគុណទាំងពីរបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាតានេះមកឆ្ងាញ់ហ្មង